លោកអ្នកបងប្អូនធ្លាប់បានមកលេងផ្សាររំដួលបារីវិលលៀមហើយនៅជំរាបសួរលោកអ្នកបងប្អូនសូមស្វាគមន៍មកកាន់ផ្សាររំដួលបារីវិលលៀមផ្សារនេះគឺជាផ្សារដែលធំជាងគេនៅក្នុងសង្កាត់ស្នោខណ្ឌកំពូលហើយផ្សារនេះមានតូបសរុបចំនួន225តូបដែលយើងបានបែងចែកប្រភេទតូបផ្សេងៗគ្នាតោះឥឡូវនេះខ្ញុំនឹងទៅសប្រៃហើយសួរសំណួរដល់ម្ចាស់តូបមួយចំនួនថាតើគាត់មានចំណាប់អារម្មណ៍បែបណាចំពោះផ្សាររំដួលរបស់យើងបងមិនដែរបច្ចុប្បន្នផ្សាររំដួលរបស់យើងនេះលក់ដាច់ទេបងចាមកសម្រាប់ខ្ញុំលក់ដាច់ធម្មតាមានភ្ញៀវគាត់មករាល់ថ្ងៃហើយខ្ញុំមានម៉ួយប្រចាំអញ្ចឹងណាបងខៃចង់និយាយថាលក់ដាច់បានរាល់ថ្ងៃអញ្ចឹងណាបងអូខេបងចាហើយបងយល់យ៉ាងម៉េចដែរចំពោះបរិយាកាសនៅផ្សាររំដួលរបស់យើងបងសម្រាប់ខ្ញុំគិតថាផ្សាររំដួលគឺល្អសម្រាប់ខ្ញុំមានខ្យល់បរិយាកាសល្អហើយផ្សារយើងត្រជាក់ដោយសារយើងមានដំបូលជីវៈក្បឿងព្រោះអីចឹងណាវាខុសពីកន្លែងផ្សេងដែលខ្ញុំធ្លាប់លក់ពីមុនមកអញ្ចឹងវាក្តៅវាហប់ហើយកន្លែងនេះខ្យល់បរិយាកាសចេញចូលគ្រប់ជ្រក់ហ្មងបងហើយណាមួយទីមួយផ្សាររំដួលរបស់យើងគឺស្អាតតែម្ដងហើយមានអនាម័យមានអីចឹងយល់clean ណាបងស្អាតជាងផ្សារដែលខ្ញុំធ្លាប់លក់ពីមុនមកចឹងចាមានក្លិនមានអីចាអត់មានទេបងកន្លែងដាក់ទុកសម្រាមក៏គេមានកន្លែងផ្សេងអញ្ចឹងណាបងអញ្ចឹងសម្រាប់ផ្សារយើងគឺស្អាតមកអញ្ចឹងហើយខ្យល់បរិសុទ្ធខ្ញុំនិយាយថាវាមានខ្យល់ចេញចូលគ្រប់ជ្រក់បងគិតថាវាល្អសម្រាប់ទាំងអាជីវករនិងសម្រាប់អ្នកដើរមកផ្សារមកចូលមកទិញអញ្ចឹងគាត់អត់មានអារម្មណ៍ថាហប់គាត់ក្តៅគាត់អីអញ្ចឹងបងចាអូខេអរគុណច្រើនបង